ជំរាបសួរពុកម៉ែបងប្អូនមកបងប្អូនថ្ងៃនេះខ្ញុំបានមកធ្វើសម្លតុងយ៉ាំណាបងប្អូនណានេះបងប្អូនអើយតំណឆ្ងាញ់ដែរណាបងប្អូនណាទៅហូបសុទ្ធទឹកមាត់តែម្ដងអញ្ចឹងណាបងប្អូនណាហើយជាដំបូងនេះយើងបានមករៀបចំបន្លែយើងលាងទឹកឲ្យស្អាតបងប្អូនណាបន្លែយើងមានច្រើនចម្រុះពណ៌គ្នាតែម្ដងបងប្អូនណាមើលទៅគួរឲ្យចង់ញ៉ាំមែនទែនស្រាប់តែបន្លែបងប្អូនណាមានច្រើនប្រភេទណាបន្លែបងយើងណាបងប្អូនណាមានទាំងយើងបន្លែសម្រាប់តុងយ៉ាំគឺយើងមានមកចប់តែម្ដងមានទាំងជីរណាប៉េងប៉ោះផ្សិតណែបងប្អូនណាមានច្រើនណាស់បងប្អូនខ្ទឹមក្រហមខ្ទឹមសអញ្ចឹងទៅនេះទៅយើងលាងវាស្អាតរួចរាល់ហើយយើងចិតវាជាតូចទុកវាហើយក្នុងមួយចានហ្នឹងណាបងប្អូនណាបន្ទាប់មកយើងមកស្ងោរវាដាក់ដាំទឹកវាដើម្បីស្ងោរដាក់គល់ស្លឹកគ្រៃខ្ទឹមសហើយនឹងស្លឹកក្រូចសើចអញ្ចឹងណាដើម្បីដាក់ទៅឲ្យវាឈ្ងុយតែម្ដងអញ្ចឹងណាហើយយើងគ្របមកសន្ទុះក្រោយមកបងប្អូនណាយើងគ្របវាឲ្យពុះមកយើងចាក់ទឹកចាក់សាច់មាន់ឲ្យយើងចូលអញ្ចឹងណាបងប្អូនណាចាក់សាច់មាន់ឲ្យមកទោះមកពុះទៀតយើងដាក់ដុំទុកខ្នងម្ដងមកអញ្ចឹងណាបងប្អូនណាតំណងឈ្ងុយដែរបងប្អូនអើយខានហូបគេហៅថាស្លតុងយ៉ាំយូរដែរអញ្ចឹងណាឥឡូវយើងសាកធ្វើហូបភាសាទៀតមើលគឺឆ្ងាញ់យ៉ាងម៉េចដែរអញ្ចឹងណាបងប្អូនណាឥឡូវនេះចាប់ដើមពុះបដាយើងដាក់ផ្សិតចូលអស់រួចរាល់អស់ហើយឥឡូវនេះយើងចាក់ចូលការ៉ុតយើងចូលបន្ថែមមកដាក់បន្លែប៉េងប៉ោះមានផ្សិតក្រហមមានសអីហ្នឹងគឺយើងដាក់ចូលនេះអស់មករួចមកយើងដាក់ប៊ីចេងបន្តិចស្ករបន្តិចអញ្ចឹងណាបងប្អូនណាដើម្បីឲ្យវាចូលជាគ្រឿងជាមួយគ្នាហ្នឹងអញ្ចឹងបងប្អូនបន្ទាប់មកយើងបន្តិចទេគឺដាក់រ៉ូដេសយើងបន្តិចមកអញ្ចឹងណាបងប្អូនណាហ្នឹងហើយបងប្អូនហើយនិយាយសម្លតុងយ៉ាំនេះស្រដៀងនឹងសម្លម្ជូរព្រៃដែរគឺបន្លែស្រដៀងគ្នាគ្រឿងស្រដៀងគ្នាដូចគ្នាទាំងអស់អញ្ចឹងណាបងប្អូនណាឥឡូវនេះចាប់ដើមពុះឆ្អិនបដាហើយបងប្អូនណាយើងគាត់ប៉ុន្តែយើងចង់ថែមក្រូចឆ្មាតិចទៅបងប្អូនណាដើម្បីឲ្យវាជូរតិចមកឆ្ងាញ់តែម្ដងហើយចុងក្រោយយើងថែមដាក់តាជីរណាយើងមកគឺឆ្អិនតែម្ដងអញ្ចឹងណាបងប្អូនណាជីរណានេះដែរបង្កើនរសជាតិឈ្ងុយឆ្ងាញ់តែម្ដងធំក្លិនឈ្ងុយបងប្អូនណាជីរណាបងប្អូនណាអ្នកខ្លះគេយកទៅបបរគ្រឿងបបរអីហ្នឹងគឺដាក់ជីរណានឹងឯងគេហាន់វាចំណិតតូចដាក់ពីលើបបរគ្រឿងអញ្ចឹងទៅអញ្ចឹងណាឥឡូវនេះយើងបានដាក់ជីរណាហើយយើងកូរវាមួយស្របក់ក្រោយមកហ្នឹងគឺវាសពទៅគឺឆ្អិនហើយអញ្ចឹងណាឥឡូវនេះយើងចាប់តាមដួសដាក់ចានមួយដើម្បីយកមកហូបហើយបងប្អូនអើយជាតិមែនតែនជាពិសេសផ្សិតតែម្ដងមកណាមានទាំងផ្សិតមានចម្រុះច្រើនហ្មងបន្លែគឺច្រើនមុតណាបងប្អូនណាហើយស្លតុងយ៉ាំនេះដាក់ជាមួយនឹងសាច់មាន់ស្រែតែម្ដងបងប្អូនណាសិតតែអ្វីដែលយើងអាចរកបានចិត្តផ្ទះទាំងអស់អញ្ចឹងណាបន្លែផ្លែទាំងអស់ហ្នឹងអញ្ចឹងបងប្អូនណាឥឡូវយើងចាប់ដើមដួសហូបហើយបងប្អូនណាជាតិឈ្ងុយមែនទែនហត់ទៅគឺឆ្ងាញ់មែនទែនហើយយើងមិនពេកទេគឺយើងដាក់ម្ទេសពីលើនឹងទៀតដើម្បីឲ្យវាឈ្ងុយហឹរអញ្ចឹងបងប្អូនណាអរគុណច្រើនបងប្អូន